ខុងជឺបរមគ្រូដ៏ល្បីល្បាញបំផុតរបស់ចិនខុងជឺគឺជាបុគ្គលមានឥទ្ធិពលផ្នែកគំនិតប្រាជ្ញាដ៏សំខាន់បំផុតរបស់ចិននិងត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់លើពិភពលោកពេញមួយជីវិតរបស់ខុងជឺបានខិតខំប្រឹងប្រែងទូមានព្រឹកប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើសុចរិតប្រកាន់យកគោលការណ៍គ្រប់គ្រងនិងត្រឹមត្រូវយុត្តិធម៌បង្រៀនមនុស្សឲ្យចេះរកសេចក្តីសុខក្នុងជីវិតបច្ចុប្បន្នជាជាងការគិតទៅរកជាតិមុខដំបូន្មានរបស់ខុងជឺគឺជាពុទ្ធិផ្នែកទស្សនវិជ្ជានិងជាកតិធម៌ដ៏ស៊ីជម្រៅដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ជនជាតិចិនអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយនិងដែលពួកគេនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនអំពីដំបូន្មាននោះទុកជាកតិប្រចាំជីវិតនេះជាហេតុផលដ៏សំខាន់ដែលធ្វើឲ្យចិនគឺជាប្រទេសអាចថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្លួនបានយ៉ាងគង់វង្សរហូតមកដល់បច្ចុប្បន្នកំពូលអ្នកសិក្សារៀនសូត្រខុងជឺកើតនៅឆ្នាំ1551មុនគ្រិស្តសករាជក្នុងនគរលូតំបន់សានតុងបច្ចុប្បន្នគម្ពីរឪពុកតាំងតែពីនៅកុមារភាពហើយទៅរស់នៅជាមួយម្ដាយដែលប្រឈមនឹងស្ថានភាពក្រីក្រលំបាកជាខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយម្ដាយរបស់ខុងជឺនៅតែខិតខំជំរុញឲ្យពួកគេបានរៀនសូត្ររហូតទាល់តែបានចំណេះវិជ្ជាយ៉ាងខ្ពង់ខ្ពស់បំផុតបើទោះបីជាយ៉ាងណាក៏ដោយម្ដាយរបស់ខុងជឺនៅតែខិតខំជំរុញឲ្យកូនបានទៅរៀនសូត្ររហូតទាល់តែមានចំណេះដឹងយ៉ាងខ្ពង់ខ្ពស់បំផុតខុងជឺជាមនុស្សដែលស្រឡាញ់ការសិក្សាជាខ្លាំងហេតុនេះហើយទើបគាត់ខំស្វិតស្វែងរៀនសូត្រមុខវិជ្ជាសពបែបយ៉ាងរួមទាំងក្បួនពិធីខាងសាសនាចម្រៀងកំណាព្យនិងក្បួនតម្រាផ្សេងៗដែលមានតតាំងពីបុរាណមកដោយសារតែភាពឆ្លៀសវៃនេះធ្វើឲ្យខុងជឺមានឈ្មោះល្បីល្បាញថាជាអ្នកដែលប្រកបដោយចំណេះដឹងសពគ្រប់បែបយ៉ាងសុខសាយទៅគ្រប់ទីកន្លែងតាំងពីអាយុមិនទាន់ដល់20នៅឡើយបង្កើតសាលារៀនឯកជនមុនគេបង្អស់ពេលមានអាយុ30ឆ្នាំខុងជឺបានបង្កើតសាលារៀនឯកជនមួយកន្លែងដែលជាសាលាឯកជនដំបូងបង្អស់នៃប្រទេសចិនការបង្រៀនរបស់ខុងជឺបានផ្លាស់ប្ដូររូបភាពការសិក្សាដែលខុសស្រឡះពីធ្វើឲ្យប្រជាជនចិនភ្ញាក់រលឹកនាំគ្នាយកចិត្តទុកដាក់នឹងការសិក្សាព្រមទាំងវប្បធម៌ជាខ្លាំងខុងជឺបានប្រើវិធីសាស្ត្រដ៏សាមញ្ញក្នុងការទទួលសិស្សចូលរៀនដោយគ្រាន់តែជូនរបស់បន្តិចបន្តួចសម្រាប់ថ្លៃសិក្សាប៉ុណ្ណោះក៏គ្រប់គ្រាន់ហើយកូនសិស្សរបស់ខុងជឺភាគច្រើនទទួលបានចំណេះដឹងយ៉ាងខ្ពង់ខ្ពស់ស្ទើរគ្រប់ផ្នែកខុងជឺពេញចិត្តនឹងអាជីពរបស់ខ្លួនជាខ្លាំងគាត់ខិតខំពុះពីអស់កម្លាំងកាយនិងចិត្តក្នុងការបង្ហាត់បង្រៀននិងការកំណត់បទបញ្ជាចំពោះសិស្សយ៉ាងតឹងរ៉ឹងរហូតធ្វើឲ្យសាលារៀនរបស់គាត់សម្រេចជោគជ័យយ៉ាងខ្ពស់និងទទួលបានការគាំទ្រជាខ្លាំងពីសង្គមចិននាសម័យនោះការពារប្រទេសជាតិជួយប្រជាជនព្រះរាជាខុងជឺមានចំណងចង់ជួយអភិវឌ្ឍទឹកដីនគរលូ
ឲ្យកាន់តែរីករឹងមាំនិងរីកចម្រើនប៉ុន្តែគាត់ហាក់គ្មានឱកាសតតែសោះព្រោះដោយសារតែអស់ពួកមន្ត្រីចំណិតនិងប្រជាជាតែងតែនិយាយមួលបង្កាច់ពីគាត់ក្នុងផ្លូវមិនល្អជាប្រចាំធ្វើឲ្យខុងជឺទទួលបានតំណែងត្រឹមតែជាមន្ត្រីទៀតជារៀងរហូតមកលុះរហូតដល់ខុងជឺអាយុ51ឆ្នាំទើបគាត់ទទួលបានរាជបញ្ជាឲ្យមើលការខុសត្រូវនៅក្នុងរាជធានីក្រោយពីព្រះរាជាទតឃើញស្នាដៃដ៏ជោគជ័យទាំងឡាយរបស់ខុងជឺទើបព្រះអង្គទ្រង់ព្រះរាជទានភារកិច្ចសំខាន់ៗដល់ខុងជឺកាន់តែច្រើនបន្ថែមទៀតជាហេតុធ្វើឲ្យនគរលូរីកចម្រើនយ៉ាងឆាប់រហ័សហើយអ្វីដែលសំខាន់បំផុតនោះគឺខុងជឺបានជួយស្រោចស្រង់ប្រជជនព្រះរាជាឲ្យរួចផុតពីចំណាត់ខ្មាំងរបស់ប្រទេសជិតខាងដោយសារតែភាពឆ្លៀសវៃរបស់គាត់ព្រមទាំងរកដំណោះស្រាយក្នុងហេតុការណ៍នោះបានស្ងប់ពុំមានការបង្ហូរឈាមអ្វីឡើយទ្រឹស្ដីរបស់ខុងជឺជានិមិត្តរូបដ៏សំខាន់បំផុតនៃវប្បធម៌បុរាណរបស់ចិនគាត់ពុំមែនត្រឹមតែជាអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេគាត់ក៏ជាទស្សនវិទូផ្នែកនយោបាយនិងសីលធម៌ដ៏ល្បីល្បាញផងដែរគាត់បានចំណាយពេលវេលាដល់ទៅ30ឆ្នាំក្នុងការត្រាច់ចរទៅតាមទីតំបន់នានាដើម្បីផ្ដល់ជាផ្នត់គំនិតយោបល់និងវិធីសាស្ត្រផ្សេងៗដល់បណ្ដាអ្នកគ្រប់គ្រងដែលជឿនឹងគ្រប់មកលើរូបលោកក្រោយពេលដែលទទួលអនិច្ចកម្មទៅទ្រឹស្ដីបង្រៀននៅតាមសាលានានាដែលគាត់បានបង្កើតឡើងមកនោះគឺជាអាវុធខាងផ្នត់គំនិតប្រាជ្ញាដើម្បីទ្រទ្រង់ដល់របបដែលមានឥទ្ធិពលជាខ្លាំងដល់របបគ្រប់គ្រងរបស់ចិនបណ្ដាកូនសិស្សទាំងឡាយបានយកទ្រឹស្ដីរបស់ខុងជឺមកចងក្រងជាសៀវភៅមួយក្បាលមានចំណងជើងថា Nuri ដែលក្រោយមកសៀវភៅនេះគឺជាប្រភពទិន្នន័យដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវអំពីទ្រឹស្ដីរបស់ខុងជឺនោះឯង